ស្វាគមន៍មកកាន់វីដេអូទី2របស់ខ្ញុំស៊ីណាអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំបដោតទៅលើការហាត់ប្រាណផ្នែកខាងលើហើយខ្ញុំជ្រើសរើស5លំហាត់ប្រាណដើម្បីលេងអញ្ចឹងលំហាត់ប្រាណទី1យើងអាចនិយាយបានថា dumbbell row អ្នកនរគ្នាប្រហែលជាធ្លាប់ធ្វើហើយក៏ធ្លាប់ឃើញដែរយើងអាចធ្វើនៅកន្លែងទីចោតឬមួយក៏នៅលើកៅអីក៏បានកន្លែងណាក៏បានដែរឲ្យតែអ្នកនរគ្នាចេះលេងហើយលំហាត់ប្រាណទី2គឺ dumbbell press ដែលខ្ញុំលេងគីឡូស្រាលៗទេអ្នកនរគ្នាមិនមែនថាយើងលេងធ្ងន់អត់បានយើងលេងបានប៉ុន្តែមិនមែនជាគោលបំណងរបស់យើងត្រូវដែលឲ្យឃើញmuscle mass នឹងវាធំចេញក្រៅអ្វីដែលខ្ញុំចង់បានគឺចង់ឃើញលុកខ្លួនឯង slim ណាបែបរបៀបថាវា fit ហ្មងពីព្រោះខ្ញុំជាមនុស្សម្នាក់ដែលស្មាបើកស្មាតលាអញ្ចឹងទៅការលេងលំហាត់ប្រាណគឺត្រូវតែប្រយ័ត្នតែហ៊ានប្រហែសហ្នឹងគឺចាអត់ស៊ីគ្នាទេចាហើយដល់ពេលយើងចប់ពីលំហាត់ប្រាណហ្នឹងទៅគឺយើងចូលទៅដល់លំហាត់ប្រាណដែល focus ទៅលើ low back whatever ចង់និយាយថាអ្នកនរគ្នាអាចលេងជាមួយណាមុនក៏បានអ្វីដែលសំខាន់គឺយើងលេងលំហាត់ប្រាណណាដែលយើងគិតថាពិបាកមុនដោយសារកម្លាំងរបស់យើងដាក់ផ្ទុកទៅលើលំហាត់ប្រាណទី1ឬក៏លំហាត់ប្រាណទី2ហើយលំហាត់ប្រាណដែលខ្ញុំលេងបន្តមកទៀតនេះហៅថា low back extension ដែលយើងផ្ដោតសំខាន់ទៅលើឆ្អឹងខ្នងរបស់យើងរបៀបថាចកេះខាងក្រោមដើម្បីយើងការពារពេលដែលយើងលេងធ្ងន់ពេលដែលយើងចាស់ទៅអានឹងបង្ការពុកផុយឆ្អឹងរបស់យើងចឹងណាហើយការពារបញ្ហាកោងខ្នងចាអ្នកនរគ្នាគឺលំហាត់ប្រាណនឹងល្អខ្លាំងអ្នកនរហើយមុនដែលយើងចូលសិតដូចខ្ញុំនិយាយចឹងមុនដែលចាប់ផ្ដើមលេងគីឡូជាក់ស្ដែងគឺត្រូវការ warm up ច្រើនតិចចាម្ដង2ដង3ដងរហូតដល់មានអារម្មណ៍ថាយើងស៊ាំហើយទៅយើងលេងគីឡូដែលយើងចង់បានហ្មងហើយក្នុងវីដេអូនេះបើខ្ញុំចាំបានគឺ35គីឡូខ្ញុំធ្វើ10ដងចាពាក់ព័ន្ធទៅនឹង low back អ្វីសំខាន់គឺយើង control focus on the quality ហើយដល់ពេលយើងចូលទៅដល់លំហាត់ប្រាណទៀតគឺប្រភេទពួក carball វាអាចនិយាយបានថាជា easy exercise ទេអ្នកនរគ្នាព្រោះវាម៉ាស៊ីនអញ្ចឹងទៅវាអត់ពិបាកទាញទេយើងដាក់គីឡូតែមកល្មមយើងទាញមកល្មមមកគឺចង់និយាយថាប៉ុណ្្នឹងគឺអេមហើយអ្នកនរគ្នាចាបើសិនជាយើងពិតជាចង់ឃើញខ្លួនឯងប្លែកខ្លាំងអ្នកនរគ្នាព្យាយាម control លេង take time ហើយអ្វីដែលសំខាន់គឺយើងត្រូវតែជាប់លាប់ចាព្រោះបើសិនជាអ្នកមានខ្លាញ់ច្រើនណាពេលដែលយើងធ្វើលំហាត់ប្រាណនេះមួយសប្តាហ៍ធ្វើតែម្ដងឯងគ្មានសល់ឯងមួយខែពីរខែគឺចាប់ផ្ដើមឃើញរៀបរបស់យើងស្អាតអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយ